នេះជាផែនការ30ឆ្នាំរបស់ខ្ញុំក្តីសម្បត្តិរបស់ខ្ញុំគឺលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុឲ្យជ្រាបដល់ប្រជាជនកម្ពុជា20លាននាក់ក្នុងមួយជីវិតរបស់ខ្ញុំលោក Robert Kiyosaki គាត់មាន quote មួយដ៏ល្បីល្បាញគឺអំពីគោលដៅនិងក្តីសម្បត្តិលុយមិនមែនជាគោលដៅលុយគ្មានគុណតម្លៃគុណតម្លៃបានមកពីលុយជួយឲ្យសម្រេចក្តីសម្បត្តិបងប្អូនធ្លាប់មានក្តីសម្បត្តិទេកាលពីក្មេងតែពេលនេះបងប្អូនហាក់ដូចជាភ្លេចឬក៏លះបង់ឬក៏ក្តីសម្បត្តិនោះបានស្លាប់ទៅតែថ្ងៃនេះខ្ញុំចង់ដាស់ក្តីសម្បត្តិបងប្អូនឲ្យមានជីវិតឡើងវិញឲ្យរស់ឡើងវិញហើយបងប្អូនរស់នៅក្នុងក្តីសម្បត្តិខ្ញុំលើកយកគំរូរបស់លោក Elon Musk គាត់ជាអ្នក programmer គាត់បង្កើតក្រុមហ៊ុន PayPal ហើយគាត់លក់ក្រុមហ៊ុននោះចំណែករបស់គាត់បាន$180លានមានន័យថាពេលគាត់ទទួលបាន$180លានគាត់សម្រេចគោលដៅតែគាត់យកគោលដៅនោះទៅទិញក្តីសម្បត្តិទីមួយគាត់បានវិនិយោគលុយ$100លានទៅក្នុងកម្មវិធីយានអវកាសរបស់គាត់ហើយវិនិយោគ$70លានជាមួយនឹងរថយន្ត Tesla ហើយនឹង$10លានជាមួយនឹង Solar City ហើយថ្ងៃបន្ទាប់គាត់ខ្ចីលុយដើម្បីបង់ថ្លៃឈ្នួលផ្ទះអញ្ចឹងគោលដៅរបស់គាត់គឺលក់ PayPal ទទួលបានចំណែក$180លានហើយយកលុយ$180លានទៅបំពេញក្តីសម្បត្តិអញ្ចឹងមនុស្សយើងត្រូវមានក្តីសម្បត្តិនិងគោលដៅអ្នកដែលអត់មានក្តីសម្បត្តិគឺហាក់ដូចជាអ្នកទៅមិនបានឆ្ងាយហើយផែនការ challenge របស់ខ្ញុំក្តីសម្បត្តិរបស់ខ្ញុំគឺបញ្ជូនចំណេះដឹងហិរញ្ញវត្ថុទៅដល់មនុស្ស20លាននាក់ក្នុងរយៈពេល30ឆ្នាំទៅយ៉ាងម៉េចខ្ញុំអត់ដឹងតែខ្ញុំមានជំនឿថាខ្ញុំអាចធ្វើបានដូច្នេះក្នុងអត្ថន័យនៃវីដេអូរបស់ខ្ញុំមួយនេះគឺខ្ញុំចង់និយាយឬក៏ចង់ប្រាប់អ្វីខ្ញុំយល់ថាពីភាពខុសគ្នារវាងគោលដៅនិងក្តីសម្បត្តិសូមអរគុណហើយជូនពរឲ្យអ្នកនរគ្នារកឃើញក្តីសម្បត្តិរបស់អ្នកនរគ្នា